រុនសួស្តីទាំងអស់គ្នាជំរាបសួរសុខសប្បាយអត់ខ្ញុំសង្ឃឹមថាទាំងអស់គ្នាសុខសប្បាយបាទហ្នឹងហើយថ្ងៃនេះខ្ញុំចង់និយាយតិចតួចទាក់ទងទៅនឹងភាសាខ្មែរនិងអរគុណច្រើនទាំងអស់គ្នាបានខិតខំរៀនភាសាខ្មែរនៅថ្ងៃនេះខ្ញុំនឹងនិយាយទាក់ទងនឹងគេហៅ daily activities បាទតើរាល់ថ្ងៃយើងធ្វើអីខ្លះអូខេឬក៏មួយទៀតយើងនឹងនិយាយអំពីការណែនាំខ្លួន like introduce yourself បាទអានេះសំខាន់ណាពេលយើងណែនាំខ្លួនយើងគឺសំខាន់មែនតើឧទាហរណ៍ថាពេលយើងចាប់ផ្ដើមនិយាយតើយើងគួរតែចាប់ផ្ដើមនិយាយយ៉ាងម៉េចបាទនៅក្នុងភាសាខ្មែរក្នុងការនិយាយគឺវាមានច្រើនរបៀបទៅកាន់មនុស្សចាស់ទៅកាន់មនុស្សដែលក្មេងជាងយើងទៅកាន់មនុស្សដែលមានវ័យដូចយើងតើយើងគួរធ្វើម៉េចដើម្បីឲ្យមានភាពគួរសម like polite greetings នៅក្នុងភាសាខ្មែរឧទាហរណ៍ពេលយើងជួបមនុស្សដែលមានឋានៈធំជាងយើងទៅមិនជំរាបសួរគេហៅថា formal greetings បាទជំរាបសួរ you bow a little bit to say ជំរាបសួរបាទប៉ុន្តែបើសិនយើងជួបជាមួយពួកម៉ាក់យើងធម្មតាមានវ័យដូចគ្នាថាអូសួស្តីមិនហើយពួកម៉ាក់សុខសប្បាយអត់មិនហើយពួកម៉ាក់សុខសប្បាយអត់ You know how many ways that Khmer greetings even ask somebody have you eaten breakfast yet have you eaten breakfast yet also like a kind of greeting in our culture have you eaten yet nhâm ai hai nơi that is a kind of greeting also with most Cambodian in my experience they don't really say "Sok sabai at" when they meet each other. You know what they say when they meet each other? They say, "Have you eaten yet? Have you eaten yet?" In Khmer we say, "Nhâm ai hai nơ." Nhâm ai hai nơ. Nhâm ai hai nơ. Try this. Nhâm ai hai nơ. Because believe me, most Cambodian when they speak they speak very fast, not slow, like nhâm ai hai nơ. Say nhâm ai hai nơ. Nhâm ai hai nơ. Okay, try this. Okay. อันนี้สำคัญบ่สำหรับการเรียนภาษาមួយទៀតការណែនាំខ្លួនយើងអាចចាប់ផ្ដើមពីគេហៅថា formal greetings មិនអាចជំរាបសួរហើយតមកយើងនិយាយអំពីឈ្មោះរបស់យើងខ្ញុំឈ្មោះ Peter ឧទាហរណ៍ខ្ញុំឈ្មោះ Josh ខ្ញុំឈ្មោះ Tida example okay ខ្ញុំមកពី like I come from ខ្ញុំមកពីAustralia or មកពីអាមេរិក or មកពីកម្ពុជា etc. And then you can say I work for or I'm work at ខ្ញុំធ្វើការឲ្យខ្ញុំធ្វើការឲ្យ for example ខ្ញុំធ្វើការឲ្យ UNDP ខ្ញុំធ្វើការឲ្យ UNDP ខ្ញុំធ្វើការឲ្យ UNDP អានេះជារបៀបនៃការនិយាយបាទ sometimes you want to talk about like what you like doing as well like I like ខ្ញុំចូលចិត្តអាហារខ្មែរខ្ញុំចូលចិត្តរៀនខ្មែរ example okay so hope this short video is going to help you improve your listening and your speaking in Khmer. I will see you in the next video. Lihai!